ដោយសេចក្តីជ្រះថ្លានិងសូមអនុមោទនានៅធម្មកថារបស់លោកអនទាំងពេលក្រៃពេកនិងសេចក្តីហ្នឹងគឺបរិបូរណ៍គ្រប់គ្រាន់ហើយទៀតនឹងនៅក្នុងការអត់ធន់នឹងក៏ប៉ុន្តែយើងមិនមែនត្រឹមតែជាការអត់ធន់តែប៉ុណ្ណេះទេត្រូវតែយើងធ្វើអត់ធន់ហើយយើងធ្វើដំណើរចេញទៀតគឺដំណើរចេញគឺដំណើរចេញហ្នឹងគឺចេញតាមមគ្គចេញទៅណាគឺចេញទៅការប្រណិពានដោយអរិយមគ្គទៀតណាគណៈទានខ្ញុំប្រការណាក៏មានសេចក្តីចាស់ស្លាជាមួយនឹងអសេតអេសីនឹងក្រៃលោបបអប្រុសស្រីទាំងអស់មិនដឹងថាអសេតអេសីហ្នឹងជានរណាអសេតអេសីនេះគឺជាប្រាហិតរបស់បិតាព្រះបិតារបស់ព្រះសទ្ធោទនៈទៀតជាប្រាហិតនេះព្រះសទ្ធោទនៈមានបិតាជាស្ដេចទៀតហើយអេសីដែលជាអសិតៈហ្នឹងគឺជាប្រាហិតទៀតក្រោយពេលបិតាហ្នឹងផ្ទេររាជមកឲ្យព្រះបាទសទ្ធោទនៈទៅអេសីប្រាហិតអសិតៈហ្នឹងក៏មកធ្វើជាប្រាហិតបម្រើរាជការជាមួយនឹងកូនបន្តទៀតហ្នឹងហើយដល់ពេលព្រះបាទសទ្ធោទនៈពេលបានគ្រងរាជហើយហ្នឹងក៏មិនគោរពថ្វាយបង្គំប្រាហិតអសិតៈនឹងតទៅទៀតទេគ្រាន់តែលោកមកលើកដៃប្រណម្យតែប៉ុណ្្នឹងឯងមិនលុតចង្គមថ្វាយបង្គំដូចមុនទេចឹងទៀតហើយអសិតៈនេះក៏នឹកឃើញថាបរិជាអត់ថ្វាយបង្គំលោកខ្លួនដូចមុនណាទៀតក៏មានសេចក្តីនឿយណាយធុញទ្រាន់នឹងលែងមានបំណងចង់បម្រើរាជការទៀតហ្នឹងហើយក៏លោកសុំបរិជានឹងថានឹងទៅបុព្វជាទៅបួសជាតាបោះគណៈទៀតហើយអសិតៈបរោហិតនឹងលោកបួសបរិជាសុំឲ្យតាបោះនឹងឲ្យសុំឲ្យបរោហិតនឹងបួសនៅក្នុងឧទ្យានរបស់លោកទំនប់បំរុងបាយទឹកទៀតហ្នឹងហើយតាបោះហ្នឹងក៏បួសនៅក្នុងឧទ្យានហ្នឹងទៀតហ្នឹងរួចហើយក៏ប្រព្រឹត្តនៅព្រហ្មចារ្យធម៌បានសម្រេចនៅឈានហ្នឹងឈានហើយមានសមាបត្តិ8អភិញ្ញា5ទៀតសមាបត្តិ8ទៀតអភិញ្ញា5គឺបានដល់រហូតដល់អរូបឈានហ្នឹងអេសីហ្នឹងទៀតហ្នឹងហើយក៏មានឈ្មោះថាអេសីអសិតៈអេសីព្រោះលោកបានឈានលោកមានរិទ្ធពេលដែលលោកបានឆាន់ចង្ហាន់បរិជាថ្វាយនឹងហើយលោកទៅសំណាក់លោកទៅសម្រាប់ថ្ងៃនៅឋានចាតុមហារាជការណាជួនកាលលោកទៅសម្រាប់ថ្ងៃនៅឋានបច្ចុងនេះទៀតអេសីហ្នឹងលោកមានរិទ្ធទេនឹងមានអភិញ្ញាចាំបាច់ជាយន្តហោះទេទៀតដល់តែមានអភិញ្ញាអាចទៅណាក៏បានដែរទៀតនឹងប្រាថ្នាទៅកន្លែងណាដល់កន្លែងហ្នឹងទៀតអភិញ្ញាហ្នឹងតាក់តែងរិទ្ធដល់ក្រៃលែងយ៉ាងលឿនរហ័សណាស់ហើយពេលមួយហ្នឹងលោកបាននិមន្តទៅដល់ឋានតាវតឹងទៀតហ្នឹងលោកនិមន្តនៅឋានតាវតឹងសម្រាប់ថ្ងៃនៅទីហ្នឹងណាពេលដែលលោកចេញមកវិញហ្នឹងក៏ឈរនៅមុខខ្លោងទ្វារហ្នឹងហ្នឹងឃើញទួទេវតាទាំងអស់ហ្នឹងរីករាយសប្បាយខ្លះរំខ្លះហួចនៅលើផ្លូវប្រវែងមានតតឹង10យោជហ្នឹងអញ្ចឹងទៀតហ្នឹងហើយពោលសរសើរគុណព្រះបរមពោធិសត្វព្រះបរមពោធិសត្វព្រះសម្មាសម្ពុទ្ធយើងហ្នឹងទៀតណាព្រះអង្គបានចុះបដិសន្ធិនៅក្នុងផ្ទៃនៃមេដានៅនគរមគធៈហ្នឹងហើយហ្នឹងអញ្ចឹងទៀតណាចេះដែលជាបរិជ្ជអរោះរបស់ព្រះបាទសទ្ធោទនៈទៀតហ្នឹងលោកបានស្ដាប់អញ្ចឹងក៏លោកចេញពីឋានតាវតឹងមកដូចជាបត់ដៃលាអញ្ចឹងទៀតមកដល់នគរមគធៈទៀតហ្នឹងដែលជា
បរិយដែលនៅក្នុងបរិយជានៅក្នុងបរិយជាវាងប្របាទសុទ្ធតនៈនឹងហើយក៏ប្រាប់ថាយើងចង់មើលអាត្មាចង់មើលបរិយជាកុមារក្រៅពីនឹងដោយសង្ខេបអញ្ចឹងឲ្យបានដឹងថាតើអិសីដែលជាអសិតៈអិសីហ្នឹងជាអ្នកណាទៀតលោកបានសមាបត្តិ8អភិញ្ញា5នឹងរិទ្ធរបស់លោកនឹងក្រៃលែងណាស់ទៀតនឹងអស្ចារ្យអញ្ចឹងទៀតហ្នឹងណាហើយក៏បានមកពិនិត្យមើលកុមារហ្នឹងដែលជាព្រះបរមពុទ្ធសាសនាយើងហ្នឹងទៀតហ្នឹងប្របាទមើលបាតជើងឃើញកងចាក់ទៀតណាកងចាក់ប្រកាសនៅក្នុងបាតជើងព្រះអង្គតែម្ដងទៀតណាហើយគេយកព្រះអង្គហ្នឹងមកឲ្យថ្វាយបង្គំឥសីហ្នឹងព្រោះឥសីជាអ្នកមានសិលទៀតជាអ្នកមានគុណដល់កាយលែងទៀតយកបរិជ្ជបុត្រហ្នឹងមកថ្វាយបង្គំឥសីហើយដល់ពេលបរិជ្ជបុត្រហ្នឹងមកដល់មុខឥសីមិនទៅជាថ្វាយបង្គំយកដៃផ្ទះក្បាលឥសីទៀតហ្នឹងព្រះសាមណគោតមព្រមពោធិសត្វហ្នឹងហ្នឹងយកដៃមកផ្ទះក្បាលឥសីទៅវិញមិនផ្ទះដែលស្ទាបក្បាលឥសីទៀតហ្នឹងចំណែកឥសីអសតៈឥសីហ្នឹងពេលដែលបរិជ្ជបុត្រមកអង្អែលក្បាលអញ្ចឹងលោករីករាយសប្បាយចិត្តទៀតចាស់ខ្លាទៅជាអត់ខឹងទៀតហ្នឹងអត់ខឹងអត់ចិត្តអីទេលោកចាស់ខ្លាទៅវិញទៀតហ្នឹងក៏ពិនិត្យនៅពុរិលក្ខណៈហៅថាលក្ខណៈ32ប្រការរបស់ព្រះបរមពុទ្ធិសត្វទៀតនឹងគ្រប់លក្ខណៈទាំងអស់ក៏លោកដឹងថាកុមារនេះជាចម្បងនៃលោកបានន័យថាប្រសើរជាងមនុស្សនិងទេវតាសត្វជើង4សត្វជើង2អីហ្នឹងប្រសើរជាងទាំងអស់ជាចម្បងនៃលោកទៀតហើយនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធលោកដឹងអញ្ចឹងទៀតលោកដឹងអញ្ចឹងទៀតហ្នឹងតែលោកដឹងអញ្ចឹងលោកញញឹមលោកសើចគូលោកសើចទៀតជ្រះថ្លាញញឹមរីករាយបាមោចៈកើតឡើងមានសេចក្តីសោមនស្សកើតឡើងតតែពេលរួចហើយលោកក៏ពិចារណាមើលប្រវត្តិសង្ខាររបស់លោកថាអាត្មាអញនឹងកើតនៅក្នុងអរូបព្រំណាអត់បានស្ដាប់ធម៌ព្រះអង្គទេអត់បានស្ដាប់ធម៌ព្រះអង្គហើយព្រោះថាស្លាប់ទៅនឹងបែកឃ្លារមរីខណ្ឌនេះទៅនឹងទៅចាប់បដិសន្ធិនៅក្នុងអរូបព្រំឯណោះព្រោះលោកបានអរូបសមាបត្តិទៀតនឹងអរូបឈានទៅបដិសន្ធិនៅក្នុងអរូបព្រំនឹងលោកនឹកឃើញអញ្ចឹងក៏តូចចិត្តទៀតតូចចិត្តទោសៈកាលឡើងសម្រក់ទឹកភ្នែកទៀតហ្នឹងសម្រក់ទឹកភ្នែកនឹងព្រោះថាអត់បានស្ដាប់ធម៌ព្រះអង្គហ្នឹងក្រៅទៀតនឹងរួចហើយក៏យំហើយសើចអញ្ចឹងមហាជនហ្នឹងឃើញលោកយំហើយសើចក៏សាកសួរថាតើមានសេចក្តីវិនិច្ឆ័យដល់ព្រះរាជកុមារទេហ្នឹងអិសីអសតៈអិសីហ្នឹងលោកថាมันមានសេចក្តីវិន័យដល់កុមារទេហ្នឹងគឺរឿងរបស់លោកទៀតតាមពិតអិសីហ្នឹងល្ងងទៀតល្ងងយ៉ាងម៉េចទៀតកាលណាបើបានអរូបឈានរហូតដល់សមាបត្តិហើយទៀតណាបងអោនចិត្តមកកាន់អរូបភូមិមករូបភូមិមករូបព្រំទៀតសំទោសទៀតលោកអាចបង្អោនចិត្តមកចាប់បដិសន្ធិនៅក្នុងរូបភូមិបានហ្នឹងលោកព្រោះតែទោសៈនឹងក្របសង្កត់លោកអត់នឹកឃើញកន្លែងហ្នឹងទៀតលោកមិនឆ្លះមិនថាល្ងងអញ្ចឹងទៅទៀតហ្នឹងពិតមែនតែមានសមាបត្តិដល់អរូបឈានមិនតែល្ងងទៀតចង់ស្ដាប់ធម៌របស់ព្រះដែលមានពភៈបង្អោនចិត្តមកចាប់បដិសន្ធិនៅក្នុងរូបភូមិបានបុគ្គលដែលបានឈានណាទៀតបុគ្គលដែលបានឈានចង់បង្អោនចិត្តទៅកាន់ទីណាក៏បានដែរហ្នឹងជាពិសេសបុគ្គលដែលបានអរូបឈានហ្នឹងអាចបង្អោនចិត្តកើតនៅក្នុងរូបភពបាន
នឹងព្រមមានរូបហើយទៀតណាព្រមមានរូបអាចស្ដាប់ធម៌ព្រះអង្គបានទៀតនឹងអាចសម្រេចមគ្គផលជាព្រះអរហន្តបានណាទៀតនឹងតែអរូបភពអត់មានតិចស្ដាប់ទេនឹងអញ្ចឹងអត់អាចសម្រេចមគ្គផលនៅក្នុងអរូបភពបានទេអញ្ចឹងព្រមដែលជាអេសីហ្នឹងអសិតអេសីហ្នឹងល្ងងទៀតហ្នឹងខ្ញុំថាល្ងងព្រោះថាលោកអាចបង្អោនចិត្តមកកាន់រូបភូមិបានហ្នឹងហើយតើមើលព្រះអត្ថកថាលោកថាអញ្ចឹងដែរទៀតលោកនៅក្នុងព្រះអត្ថកថាលោកថាអេសីនឹងមិនឆ្លៀសហ្នឹងมันមានវិធីព្រះអត្ថកថាអញ្ចឹងហើយខ្ញុំកាលមុនខ្ញុំគិតថាអេសីនឹងងងម៉េចបានចម្រើនសមាបត្តិដល់អរូបឈានហើយបង្អោនចិត្តមករូបឈានមកបានជួបព្រះសម្មាសម្ពុទ្ធហើយបានស្ដាប់ធម៌ព្រះអង្គហើយទៅកើតអីអរូបព្រំហ្នឹងណាល្ងងហ្នឹងតែព្រះអត្ថកថាលោកថាមិនឆ្លៀសនៅក្នុងវិធីហ្នឹងมันមានវិធីក្រៅទៀតអីស័យហ្នឹងអត់ឆ្លៀសដោយសារអីដោយសារទោសៈហ្នឹងក្របសង្កត់ទៅទៀតណាទោសៈណាទៀតណាទោះបីជាបានអរូបឈានក៏ដោយទោសៈនៅតែក្របសង្កត់អញ្ចឹងទៀតហ្នឹងនឹកស្ដាយនឹកស្រឡាញ់ប្រព្រំប្រាដឹងថាព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក្នុងលោកហើយអញអាត្មាអញនឹងទៅកើតអរូបឈានផ្លេចនឹកគិតល្ងងកន្លែងហ្នឹងទៀតណាហើយគិតតែទៅរកជួយក្មួយឯណាណោះខ្លួនឯងអត់តាន់គិតទៀតអត់គិតរកវិធីថាតើធ្វើយ៉ាងណាអាចបានស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធណាព្រះអង្គនឹងត្រាស់ដឹងក្នុងលោកហ្នឹងណាក្រៅទៀតហ្នឹងដូច្នេះអេសីហ្នឹងក៏លោកបានបែកធ្លាយរំលាយខណ្ឌហ្នឹងបានទៅកើតនៅក្នុងអរូបព្រំហ្នឹងទៀតហ្នឹងមានអាយុវែងណាស់ហ្នឹងជាពុទ្ធជនខាតតែទៀតហ្នឹងគួរឲ្យស្ដាយទៀតហ្នឹងពេលទៀតខ្ញុំគណៈខ្ញុំបាទសូមចាស់ថ្លាជាមួយនឹងអេសីទៀតហ្នឹងនៅក្នុងប្រវត្តិអេសីអសិតៈអេសីហ្នឹងតើជាអ្នកណាទៀតណានឹងដើម្បីប្រកេនគុណចាស់បបឧបស័យឲ្យដឹងថាអេសីហ្នឹងឯងគឺជាអ្នកព្យាករព្រះសម្មាសម្ពុទ្ធនឹងថានឹងបានត្រាស់ដឹងជាព្រះពុទ្ធមួយអង្គនឹងតែខ្លួនឯងអត់ឆ្លៀសនឹងអត់ឆ្លៀសដើម្បីរំដោះខ្លួននឹងឲ្យរួចឆេញផុតពីសេចក្តីទុក្ខនឹងវានៅក្នុងអរូបព្រំចេញអរូបព្រំមកហូរហែមកធ្លាក់នៅក្នុងអបាយភូមិវិញទៅដែរពីព្រោះថានៅជាពុទ្ធជនទៀតនឹងគួរឲ្យស្ដាយទៀតណានឹងអីសីនឹងក៏គិតតាមអីសីនឹងទៅទៀតតែយើងទៀតណាយើងបានជួបព្រះសម្មាសម្ពុទ្ធហើយកុំឲ្យល្ងងដូចជាអីសីនឹងយើងបានជួបព្រះអង្គហើយនឹងបានស្ដាប់ធម៌ព្រះអង្គហើយខំប្រឹងប្រែងស្ដាប់ឲ្យយល់នៅក្នុងការប្រតិបត្តិឲ្យយល់នៅក្នុងការចម្រើននៅវិជ្ជាហ្នឹងព្រោះថាមានតែវិជ្ជានេះទេដែលជាផ្លូវដែលជាបដិបទារំដោះយើងឲ្យរួចផុតពីសេចក្តីទុក្ខឲ្យរួចផុតអំពីវិបាករបស់កម្មសក្តីកម្មខ្មៅក្តីរួចផុតពីវិបាករបស់កម្មដោយបដិបទារបស់ព្រះដ៏មានប្រភេទហ្នឹងយើងនិយាយចិត្តទេណាហ្នឹងរួចផុតពីសេចក្តីទុក្ខដ៏ក្រៃលែងទៀតបើយើងមិនរួចផុតនៅពេលហ្នឹងទេទុក្ខទៅខាងមុខហ្នឹងគឺពិបាកទ្រាំណាស់ទៀតពិបាកទ្រាំហ្នឹងហើយលោកអូនលោកមានរតនាមកអញ្ចឹងការអត់ធន់ហ្នឹងគឺសម្បើមណាស់ហ្នឹងអត់ធន់បានជួនកាលអត់ធន់បានទៀតហ្នឹងអត់ធន់បានកើតទោសៈអត់ធន់បានកើតមោហៈលោភៈមោហៈហ្នឹងគ្របសង្កត់នឹងរហូតដល់ធ្វើកិលេសរហូតដល់ធ្វើបាបកម្មធ្ងន់ធ្ងរធ្លាក់នៅក្នុងអបាយភូមិវិញទៅដែរចុះឡើងអញ្ចឹងដល់យើងទៅអត់ធន់នៅក្នុងពេលនេះអត់ធន់ហើយស្ដាប់ធម៌ព្រះអង្គឲ្យយល់ឲ្យប្រណិប័តឲ្យត្រូវតាមបដិបទារបស់ព្រះអង្គទៀតណាប្រណិប័តអត់ត្រូវតាមបដិបទារបស់ព្រះអង្គញៀនមិនកើតឡើងទេនឹងប្រណិប័តមិនត្រូវតាមបដិបទារបស់ព្រះអង្គបញ្ញាអត់កើតឡើងទេកាលណាបើបញ្ញាមិនកើតឡើងមិនមែនជាផ្លូវមិនមែនជាអ្នកបដិបទាដើម្បីទៅរកទីរំលត់ទុកនោះឡើយ